ថ្ងៃនេះអូនឈីងបានផ្លាស់ប្ដូរជាមួយមនុស្សថ្មីថែមទៀតហើយគឺញ៉ាំជាមួយនឹងចំហុយសាឡាត់អូនញ៉ាំដល់អស់លីងហ្មងហើយថ្ងៃនេះក៏មានអាហាรงើបពីគេងតន់អញ្ចឹងគឺមកដាក់បាយញ៉ាំទំគ្នាតែម្ដងទៅកុំឲ្យខាតពេលការធ្វើរហដងហ្នឹងអាហារគេងលក់បាត់ហើយងើបអត់តន់ទេដល់ពេលថ្ងៃនេះគឺងើបតន់មកក៏ដាក់តុកអង្គុយទំគ្នាតែម្ដងតើមើលការចំហុយទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រភេទកែវស្តុកបបរនេះចាជាប្រភេទកែវស៊ីលីកូនកម្រិតស៊ីលីកូនរបស់គេចាຂະຫນាត 180 ml គឺខ្ញុំយកមកចំហុយជាមួយនឹងសាឡាត់ណាហើយសម្រាប់បន្លែគឺខ្ញុំដាក់ប្រអប់បែបនេះពេលដែលមានប្រអប់បែបនេះគឺយើងដាក់បន្លែចិត្តយើងលាងស្អាតហើយអញ្ចឹងដាក់នៅក្នុងហ្នឹងគឺស្រួលមែនតើធ្វើការយកចំអិនគឺយើងបើកតែមកប្រអប់មកយកមកចំអិនតែម្ដងហើយសម្រាប់ចំហុយសាឡាត់ខ្ញុំដាក់កែវហ្នឹងហើយខ្ញុំដាក់ទឹកបន្តិចបើកកំហបសម្រាប់ការចំហុយខ្ញុំប្រើរយៈពេល15នាទីចំហុយដើម្បីសាឡាត់យើងវាឆ្អិនល្អអញ្ចឹងតោះឥឡូវគឺឆ្អិនរួចរាល់ហើយបើកកំហបមកនេះគឺជាបាយដែលសាឡាត់ដែលខ្ញុំចំអិនហើយអញ្ចឹងយកមកដាក់ក្លុកនិយាយទៅគឺប្រើប្រភេទពួកម៉ាស៊ីនក្លុកបែបនេះគឺងាយស្រួលមែនតើហ្មងគឺស័ក្តិសមសម្រាប់យើងមានកូនតូចចាដាក់ក្លុកទឹកក្តៅអញ្ចឹងក៏បានដែរម៉ាស៊ីនរបស់យើងគឺជាប្រភេទកែវថ្មអញ្ចឹងគឺអត់មានផលប៉ះពាល់ដល់កូនក្មេងទេអញ្ចឹងយើងអាចក្លុកទឹកក្តៅក៏បានសម្រាប់បងក្លុកជាប្រភេទពួកផ្លែឈើបន្លែចំហុយក៏បានក្លុកបបរក្តៅក៏បានដែរហើយនេះគឺតាក់ទងលបាយគឺខ្ញុំយករាវហើយបន្ទាប់ឡើងម៉ត់ឆឹងឥឡូវរើចាប់អូនដាក់ចូលតុកហើយនិយាយទាំងពីរតែម្ដងហើយមីនេះអត់បានទេគ្រាន់តែឃើញចានហ្នឹងគឺសាវ៉ាតែម្ដងសម្រាប់ប្រភេទបន្លែគឺខ្ញុំចំហុយឲ្យកូនខ្ញុំញ៉ាំបន្លែមួយមុខគឺខ្ញុំចំហុយ2ថ្ងៃជាប់គ្នាដើម្បីខ្ញុំងាយតាមដានអាឡែស៊ីកូនថាកូនខ្ញុំគាត់មានអាឡែស៊ីអីអត់អញ្ចឹងណាប៉ុន្តែមែនតើទៅគឺរីអត់អីទេកូនខ្ញុំញ៉ាំបានគ្រប់យ៉ាងបន្ទាប់ពីញ៉ាំរួចហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើមឲ្យកូនញ៉ាំទឹកបន្តិចចាឲ្យគាត់បឺតទឹកបន្តិចប្រហែលជាកន្លះលីត្រអីទេចាដើម្បីឲ្យគាត់កុំឲ្យគាត់រៀងក្តៅកពេកអញ្ចឹងពេលបន្ទាប់ទៅគាត់ញ៉ាំចំណីហើយខ្ញុំសូមណែនាំជាប្រភេទកែវចំហុយដែលខ្ញុំប្រើមិញហ្នឹងសម្រាប់បងដែលគាត់មានកូនចាប់ផ្ដើមញ៉ាំចំណីអាហារគឺយើងប្រើញឹកមែនតែនហ្មងស្តុកបបរនេះគឺយើងអាចប្រើចំហុយជាប្រភេទបន្លែផ្លែឈើស្តុកបបរស្តុកទឹកស៊ុបថ្លានិយាយជារួមគឺយើងប្រើបានច្រើនយ៉ាងមែនតើហើយខាងខ្ញុំមានពីទំហំមានຂະຫນាត 180 ml និង 140 ml សាច់កែវគេក្រាស់ល្អគឺយើងប្រើមួយដឹងមួយតែម្ដងហើយមានឆ្នុកបិទបើកទៀតអញ្ចឹងម៉ាក់ចាប់អារម្មណ៍អាចតាក់ទងជុំពេកបានណា